យើងយកមកធ្វើយើងយកមកអនុវត្តចិត្តមុខចិត្តមុខហើយទៅជាតិបាទអ្នកប្រាជ្ញគេនៅស្រុកគេមានចិនហើយយើងមានដែរមានអ្នកគ្រូស្នេហ៍ខ្មុកអីយ៉ាងទៅជឿអីមួយយ៉ាងដែរបាទអូខេគ្រាន់តែថាបែបចិត្តវិទ្យាបែបនេះគឺល្អជាងការមានគ្រូខ្មុកគ្រូស្នេហ៍បាទគ្រូអូមអាមគ្រូដោះអំពើអីបាទឥឡូវដែលយើងចូលមើលគឺដល់លោក William Wood តើលោក William Wood នេះគាត់បានធ្វើអីខ្លះហើយគាត់ចាំមិនកើតនៅឯណាអញ្ចឹងបាទឆ្នាំ1879ត្រូវបានចាត់ទុកគាត់ជាអ្នកបង្កើតចិត្តវិទ្យានិយាយទៅអត់ចូលគេសុំជិះបាទអូសុំចាប់អាស្រ័យទៀតចាំចេះលេខបាទបានបង្កើតមន្ទីរពិសោធន៍ចិត្តវិទ្យានៅសាកលវិទ្យាល័យលេខទីប្រទេសឡាម៉ង់ដើម្បីសិក្សាចិត្តវិទ្យាបែបពិសោធន៍តទៅទៀតយើងមានគេហៅនៅក្នុងរយៈពេលដូចគ្នានេះមានលោកHerman Abinនិងលោក John Ellis Buller ក៏រួមចំណែកសំខាន់នៅក្នុងការវិវត្តវិស័យចិត្តវិទ្យានៅប្រទេសអាល្លឺម៉ង់បាទមួយទៀតគឺសិស្សរបស់លោក Wood នេះគឺលោក Stanley Hall James Martin Catherine និងលោក Edward Kitchener ជួយផ្សព្វផ្សាយនិងអភិវឌ្ឍវិស័យចិត្តវិទ្យាអប់រំនៅសហរដ្ឋអាមេរិកបាទនេះគឺលោក William Wood គេអត់បាននិយាយច្រើនទេប៉ុន្តែគេប្រកាសថាគឺជាអ្នកបង្កើតទីពិសោធន៍ចិត្តវិទ្យាបាទហើយបន្តមកទៅតែយើងមានអ្នកប្រាជ្ញសុំប៉ុណ្ណឹងសិនគឺយ៉ាងម៉េចបាទហើយវាកម្មជំលេងសិនមកទីពីរនោះបាច់ជំលេងទីគ្រូយ៉ាឥឡូវជំលេងសិនណាចាំបាទជំលេង15នាទីទៅលោកក្រុមនេះតែមកបានទៅសម្រាប់តាមទីគុំក្រានតាមទីគ្រូដែរទុកពេលឲ្យលោកបានស្នាអរគុណចា៎លោកលេងទៅចូលទៅជំលេងមកដល់ពីគ្រូ